សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel ខ្សែជីវិតថ្ងៃនេះយើងនឹងនិយាយអំពីប្រធានបទមួយដែលមនុស្សជាច្រើនពិបាកគ្រប់គ្រងគឺអាហារដែលធ្វើឲ្យធាត់មនុស្សជាច្រើនគិតថាការធាត់គ្រាន់តែបណ្ដាលមកពីញ៉ាំច្រើនប៉ុន្តែពិតប្រាកដអ្វីដែលអ្នកញ៉ាំមានសារៈសំខាន់ជាងបរិមាណផងដែរមានអាហារខ្លះបើញ៉ាំតិចតួចតែម្ដងប៉ុន្តែញឹកញាប់វាអាចធ្វើឲ្យទម្ងន់ឡើងដោយមិនដឹងខ្លួនដូច្នេះថ្ងៃនេះយើងមកស្គាល់អាហារសំខាន់ដែលអាចធ្វើឲ្យអ្នកធាត់អាហារទី1គឺភេសជ្ជៈផ្អែមដូចជាតែទឹកកកកាហ្វេផ្អែមសូដាភេសជ្ជៈទាំងនេះមានស្ករច្រើនណាស់ប៉ុន្តែមិនធ្វើឲ្យអ្នកអស់ឃ្លានវាធ្វើឲ្យអ្នកទទួលកាឡូរីបន្ថែមដោយមិនដឹងអាហារទី2គឺអាហារចៀនដូចជាមាន់បំពងដំឡូងបំពងអាហារប្រភេទនេះមានខ្លាញ់ខ្ពស់ហើយមានកាឡូរីច្រើនបើញ៉ាំញឹកញាប់អាចធ្វើឲ្យទម្ងន់ឡើងលឿនអាហារទី3គឺនំនិងបង្អែមដូចជានំខេកនំខូគីវាមានទាំងស្ករនិងខ្លាញ់ខ្ពស់ការញ៉ាំជាញឹកញាប់អាចបង្កឲ្យមានការបន្ថែមទម្ងន់អាហារទី4គឺមីកញ្ចប់និងអាហារកែច្នៃអាហារទាំងនេះមានសារធាតុបន្ថែមនិងកាឡូរីខ្ពស់ប៉ុន្តែខ្វះសារធាតុចិញ្ចឹមអាហារទី5គឺអាហារដែលមានកាបូអ៊ីដ្រាតច្រើនដូចជាអង្ករស្ប៉ាហ្គេទីនំប៉័ងបើញ៉ាំច្រើនពេករាងកាយនឹងបំលែងវាទៅជាខ្លាញ់អាហារទី6គឺភេសជ្ជៈមានអាល់កុលមានកាឡូរីខ្ពស់ហើយអាចធ្វើឲ្យអ្នកញ៉ាំអាហារច្រើនជាងធម្មតាអាហារទី7គឺ fast food ដូចជា burger pizza វាមានខ្លាញ់អំបិលនិងស្ករខ្ពស់ឥឡូវនេះសំណួរមកវិញចុះយើងគួរធ្វើដូចម្ដេចមិនចាំបាច់ឈប់ញ៉ាំទាំងស្រុងទេប៉ុន្តែគួរតែគ្រប់គ្រងកាត់បន្ថយភេសជ្ជៈផ្អែមជៀសវាងអាហារចៀនញឹកញាប់ជ្រើសរើសអាហារស្រស់បន្ថែមបន្លែនិងផ្លែឈើហាត់ប្រាណជាប្រចាំការផ្លាស់ប្ដូរតិចៗអាចនាំឲ្យមានលទ្ធផលធំសរុបវិញអាហារដែលយើងញ៉ាំមានឥទ្ធិពលលើទម្ងន់យ៉ាងខ្លាំងបើយើងយល់និងជ្រើសរើសអាហារដោយប្រុងប្រយ័ត្នយើងអាចរក្សារូបរាងនិងសុខភាពបានល្អបើអ្នកចូលចិត្តវីដេអូនេះកុំភ្លេច like share និង subscribe Channel ខ្សែជីវិតសូមអរគុណ